ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Am Channel ថ្ងៃនេះដែរខ្ញុំនឹងចែករំលែកបងប្អូនពីរបៀបធ្វើតែមេអំបៅសេរ៉ូក្រូចឆ្មាចាជាដំបូងគឺយើងមកឆុងតែមេអំបៅរបស់យើងសិនចាសម្រាប់តែមេអំបៅគឺយើងប្រើចំនួន40អំបិលបងប្អូនអាចវាល់កែវបែបនេះបានហើយយើងចាក់ចូលទៅក្នុងកែវមួយសម្រាប់យើងឆុងបងប្អូនកន្លែងនេះអាចប្រើជាមួយនឹងស្បៃត្រង់ឲ្យហើយក៏បានបងប្អូនអាចចាក់ចូលទៅក្នុងស្បៃបន្តមកទៀតចាំយើងចាក់ទឹកក្តៅចូលចាសម្រាប់កាកតែមេអំបៅចំនួន40 ml នេះគឺខ្ញុំប្រើជាមួយទឹកក្តៅ100 ml យើងសម្រាប់ឆុងមួយកែវឥឡូវយើងយកទឹកក្តៅ100 ml ចាក់ចូលឆុងតែរបស់យើងក្នុងការឆុងតែមេអំបៅនេះយើងអាចផ្អាប់ទុករយៈពេលចាប់ពី5នាទីទៅ15នាទីចាយើងកូរច្របល់វាឲ្យសព្វបន្តិចសិនរួចហើយយើងយកវាទៅទុកមួយឡែកចាបន្តមកទៀតយើងមកត្រៀមធ្វើទឹកសេរ៉ូរបស់យើងចាបងប្អូនគឺយើងត្រូវប្រើទឹកសេរ៉ូបងប្អូនប្រើម៉ាអីក៏បានពណ៌អីក៏បានសម្រាប់ទឹកសេរ៉ូគឺប្រើ40 មីលីលីត្រចាបន្តមកទៀតគឺប្រើជាមួយនឹងទឹកក្រូចឆ្មាចំនួន15 មីលីលីត្រចារួចហើយគឺយើងប្រើជាមួយនឹងទឹកក្តៅ100 មីលីលីត្រកន្លែងនេះបងប្អូនចង់បានរសជាតិផ្អែមជាងនេះអាចបន្ថែមជាមួយនឹងទឹកស្ករចំនួន15 មីលីលីត្របានចារួចហើយគឺយើងកូរគ្រឿងផ្សំរបស់យើងឲ្យចូលគ្នាល្អសម្រាប់រូបមន្តនេះដែរគឺយើងប្រើជាមួយនឹងកែវលេខ22ចាបងប្អូនគឺយើងត្រៀមទឹកកកមួយកែវហើយកែវនេះដែរគឺកែវលេខ22ចាបន្តមកគឺយើងចាក់ទឹកសេរ៉ូរបស់យើងចូលកន្លែងនេះដែរបងប្អូនអាចលាយតែមេអំបៅជាមួយទឹកសេរ៉ូរបស់យើងតែម្ដងក៏បានដែរប៉ុន្តែយើងពេលចាក់ក្នុងកែវយើងអត់បានចេញជាពណ៌ញែកជាន់ស្អាតទេបើយើងចាក់បែបនេះរួចហើយគឺយើងយកតែមេអំបៅមកចាក់ពីលើយើងបានភេសជ្ជៈដែលមាន2ពណ៌ចារួចហើយគឺយើងប្រើតែមេអំបៅ50 មីលីលីត្រចាក់ពីលើកន្លែងនេះដែរគឺយើងចាក់ថ្នមដើម្បីកុំឲ្យវាបែកពណ៌ចូលគ្នាចារួចរាល់ហើយបងប្អូនកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាវីដេអូនេះបានឈានចូលមកដល់ទីបញ្ចប់ហើយអរគុណបងប្អូនសម្រាប់ការទស្សនាពីដើមដល់ចប់បើសិនជាបងប្អូនចង់បានរូបមន្តអីថ្មីសូម comment នៅខាងក្រោមវីដេអូនេះបានអរគុណបងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយ